ព្រះជាយាលោកម្ចាស់ផ្ញើសម្បត្តិប្រញាប់តាមសេះមកទើបតែចេញទៅបានប៉ុន្មានថ្ងៃសោះតើគ្មានរឿងអ្វីកើតឡើងទេដឹងគ្រប់យ៉ាងសុខសប្បាយជាទេនឹកប្រពន្ធសម្លាញ់ណាស់ឮថាអូនឯងចិត្តនេះរវល់ខ្លាំងណាស់ប្រពន្ធសម្លាញ់មិនបាច់ហត់ពេកទេក្រោមឈ្មោះបងមានភូមិគ្រឹះ13កន្លែងវាលស្មៅធំ5កន្លែងគោក្របីរាប់ម៉ឺនក្បាលចាប់ពីថ្ងៃនេះទៅកូនសោទាំងអស់ទុកឲ្យអូនកាន់ចង់ចាយមិនចាយទៅមិនបាច់គិតគូរជាមួយបងទេឲ្យតែអូនរស់នៅជាមួយបងឲ្យបានល្អទៅបានហើយប្តីរបស់អូនអ្នកនាងនេះមិនមែនជាសម្បត្តិធម្មតាទេនេះច្បាស់ជាប្រកួតទ្រព្យសម្បត្តិទាំងអស់មកឲ្យអ្នកនាងកាន់ហើយតើសម្បត្តិស្នេហ៍នេះសរសេរមកសំស្អិតរមួតខ្លាំងម្ល៉េះគាត់ចេះគិតគូរសំដែតើប្រាប់មេការទៅថាស្អែកខ្ញុំនឹងទៅមើលភូមិគ្រឹះរបស់ប្តីខ្ញុំព្រះជាយាអ្នកនាងមិនមែនថាត្រូវការឆ្កែចាំផ្ទះទេអីចៅហ្វាយតូចឲ្យខ្ញុំយកមកពីជួរឆ្កែបដោះពូជល្អមកណាអូហូគួរឲ្យស្រឡាញ់ម្ល៉េះកែវភ្នែកវាសំជាកាច់គួរសមពូជសុទ្ធអត់នឹងសុទ្ធខ្លាំងណាស់មេវានៅក្នុងជុំកងតបហើយប៉ាវានៅភ្នំខាងក្រោយប៉ាវានៅភ្នំខាងក្រោយស្អីគេប៉ាវានៅភ្នំខាងក្រោយចុះព្រៃអញហ៊ានយកកូនចោកមកអញចិញ្ចឹមធ្វើសត្វចិញ្ចឹមផងកូនចោកពីជួរនោះពិតជាមានប្រយោជន៍មែនតាមានតាទុកឲ្យវាមើលការខុសត្រូវកសិដ្ឋានតាព្រះអើយលោកម្ចាស់ថានេះជាភូមិគ្រឹះនឹងនេះជាកសិដ្ឋានដ៏ធំសម្បើមតាព្រះជាយានេះគ្រាន់តែជាផ្នែកតូចមួយប៉ុណ្ណោះមន្ទីរទាំងនេះអាចពងបានរាប់ពាន់គ្រាប់ក្នុងមួយថ្ងៃណាប្រាប់គេឲ្យយកទៅធ្វើពងទាប្រៃទៅទីនៅក្នុងស្រះទាំងនេះកុំឲ្យខាត់បងទុកទាំងអស់ទៅទុកធ្វើជាកងទាអាំងហេជីអីជួយយានឡុងហ្វុងមិននឹកស្មានថាមានស្មៅជីអីដុះព្រៃចឹងសោះជួយយានឡុងហ្វុងបេះឲ្យអស់មកស្ករគ្រប់រសជាតិជីអីមានតម្រុយហើយតើក្រូចឆ្មាស្រុកតាយុនយើងមានផ្លែក្រូចឆ្មាដែរតើក្លិនក្រអូបយ៉ាងនេះប្រកាសជាផ្អែមខ្លាំងហើយអ្នកនាងនេះជាផ្លែពីស្អីហ្នឹងជូរស្រគាលធ្មេញអស់ហើយសំបីតែផ្លែឈើព្រៃក៏ស៊ីមិនយល់ដែរល្ងងចិត្តងាប់ហើយតើឯងបងឡុងហ្វុងហត់នឿយហើយណាផ្លែឈើនេះផ្អែមខ្លាំងណាស់ណាចេះគិតគូរសំដែជូខ្លាំងណាស់នាងក្មេងឈួតនាងធ្វើបាបអញផងព្រះជាយាត្រឡប់មកវិញហើយនឹងកុំតន់អោសាច់អីមានរឿងអីមែនរឿងធំហើយធំជាងមេក្រុមទៅទៀតនៅក្នុងភូមិគ្រឹះមានភ្ញៀវធំម្នាក់មករងចាំអ្នកនាងចិត្តកន្លះម៉ោងហើយលោកម្ចាស់មិននៅផងតើនរណាហ៊ានចូលភូមិគ្រឹះព្រះអង្គម្ចាស់ទី2ដោយអនុភាពចឹងនាំផ្លូវទៅសូមក្រាបថ្វាយបង្គំព្រះមាតាអើកូនព្រះយាយយកផ្លែក្រវ៉ាន់មកឲ្យកូនណាឮថាពេលកូនរៀបការធ្វើម្ហូបឆ្ងាញ់ណាស់តែបែរជាមិនធ្វើឲ្យព្រះយាយឈ្មោះសោះព្រះយាយមិនខ្វល់ទេណាយប់នេះព្រះយាយចង់ញ៉ាំម្ហូបពិសេសដែលមិនធ្លាប់ញ៉ាំបើមិនឆ្ងាញ់ទេព្រះយាយនឹងដាក់ទោសកូនព្រះមាតាកុំបារម្ភអីចំការទើបតែផ្ញើរបស់ល្អមកយប់នេះខ្ញុំនឹងធ្វើម្ហូបកាត់បំបត្តិស្អុះស្អាប់ពីរមុខជូនសុទ្ធនេះផ្អែមឆ្ងាញ់ស្រួយជាប់មាត់ណាស់ញ៉ាំហើយមានអារម្មណ៍ថាត្រជាក់ក៏នឹងបំពង់ក៏ទៀតនេះជាសុទ្ធបំពង់ស្លឹកជីអង្កាមចាសូមព្រះមេដាសាក់លបងមុនឲ្យក្រូចឆ្មានេះបន្តិចទៅជូរអែមឆ្ងាញ់បើកភ្នែកធំហ្មងក្លិនផ្លែឈើលីប្រេងម្ទេសឆ្ងាញ់ប្លែកមែនចុងភៅក្នុងវាំងធ្វើមិនទាន់ដៃកូនឯងមួយចាំងផងលោកមេកងឮថាស៊ូជីត្រៀមបើកសាខាក្នុងក្រុងតាពេលណាដែរអ្នកទាំងអស់គ្នាបារម្ភអី5ថ្ងៃទៀតស៊ូជីនឹងបើកសម្ពោធផលិតផលថ្មីនិងមានការចាប់រង្វាន់ធំក្នុងក្រុងហាងចិត្តរួចរាល់ហើយដល់ពេលចូលទីផ្សារកណ្ដាលក្រុងហើយកន្លែងនេះមិនអាក្រក់ទេអ្នកស្រីមកមើលហាងមែនទេហាងតូចនេះអាជីវកម្មតូចតាចមែនតែទីតាំងនេះដីមាសដីប្រាក់ណាថ្លៃផ្ទេរសិទ្ធយ៉ាងហោចណាស់ក៏10000ដំឡឹងដែរបើអ្នកស្រីពេញចិត្តថ្ងៃនេះអាចធ្វើកិច្ចសន្យាបានមិនបាច់មើលទៀតទេ10000ដំឡឹងខ្ញុំព្រមយក
អ្នកស្រីចិត្តទូលីណាស់យើងធ្វើកិច្ចសន្យាលើហ្មង ធ្វើកិច្ចសន្យាពិតជាត្រូវហើយប៉ុន្តែទីនេះទៅថ្ងៃមុខមិនមែនត្រឹមជាភោជនីយដ្ឋានទេខ្ញុំនឹងធ្វើឲ្យទីនេះក្លាយជាមជ្ឈមណ្ឌលពាណិជ្ជកម្មដ៏ធំបំផុតក្នុងប្រទេស អ្នកស្រីចិត្តទូលីណាស់បើអ្នកស្រីស្ម័គ្រចិត្តទិញ 1000 ដំឡឹងប្រាក់ហាងនេះអាចផ្ទេរឈ្មោះឲ្យថ្ងៃនេះតែម្ដង ព្រមព្រៀងលែងវែងទៅរៀបចំរឿងនេះទៅហាងស្រានេះទៅថ្ងៃមុខជាហាងធំទី1របស់ស៊ូជីយើងនៅក្នុងក្រុងហើយ 1000 ដំឡឹងអស់រលីងពីកាបូបហើយមិនបានទេត្រូវតែប្រញាប់ចេញផលិតផលថ្មីយកដើមមកវិញឲ្យបានទ្វេដងអូហូត្រជាក់ស្រួលណាស់មានអារម្មណ៍ថាភ្លឺភ្នែកស្រឡះគូក្បាលហ្មងស្ករជាអង្កាមនេះបំបត្តិស្អុះស្អាប់ល្អណាស់ ជូរអែមឆ្ងាញ់ណាស់ក្លិនឈ្ងុយដោះគោលីក្លិនក្រូចឆ្មាត្រូវគ្នាមកសេរីអ្នកម្នាងពិតជាទេពធីតាចុងភៅមែនហើយ ឈប់អែបអបទៅយកផលិតផលថ្មីទាំងនេះទៅជូនព្រះមេតាព្រះបរមរាជវាំងនិងភូមិគ្រឹះអភិជនផ្សេងហើយផ្ញើពីប្រអប់ទៅភូមិគ្រឹះយ៉ែនហ្គោកងផង 3A តំណាងពាណិជ្ជកម្មនំស្ករគេថាស្ករគ្រាប់សុទ្ធតែមាន 3A តំណាងពាណិជ្ជកម្មស្ករគ្រាប់គឺស្របពេលដែលហាងចិត្តបើកដំណើរការនឹងហ្មងត្រូវតែជាតួអង្គសំខាន់សម្រាប់បើកអាជីវកម្មធំឲ្យគេរៀបចំផ្សព្វផ្សាយឲ្យបានល្អណាស់បាទ លោកម្ចាស់បងធំបងបានធ្វើជា 3A តំណាងពាណិជ្ជកម្មនំស្ករហើយអញ្ចឹងទៅមុខទៀតអូនរត់តាមបងស៊ីដាច់មកមែនទេមានស្ករស៊ីមិនអស់ទេតាចៃសម្លាញ់ចិត្តល្អរត់តាមលោកតាវិញមកលោកតាមយកប្រាក់និវត្តន៍មកទិញឲ្យចៅទាំងអស់ ពីអ្នកតាចៅនេះគ្មានប្រកាសអាសន្នអីបន្តិចសោះ លោកប្រុសធំព្រះអង្គម្ចាស់ឲ្យគេយកនំស្កររសជាតិថ្មីពីប្រអប់មកឲ្យអ្នកតំណាងពាណិជ្ជកម្មដូចជាលោកប្រុសភ្លុកមើលដើម្បីរៀបចំឲ្យព្រឹត្តិការណ៍បើកហាងកាន់តែអស្ចារ្យជារសជាតិពិសេសតែមួយគត់សម្រាប់មេតបធំលោកតាមិនអីទេមែនទេអូហូត្រជាក់ស្រួលណាស់ស្វាងចេះតែហ្មងពិតជាអាវុធទិព្វសម្រាប់អ្នកធ្វើការយប់ជ្រៅមែនវ៉ាមានក្លិនដូងផងជូរអែមឆ្ងាញ់ណាស់តាមើលស្អីតាអាយុច្រើនហើយងាយងុយគេងណាស់ស្ករជាអង្កាមជួយឲ្យស្វាងភ្នែកនេះទុកឲ្យតាចុះលោកតានោះជាស្ករដែលព្រះអង្គម្ចាស់ឲ្យខ្ញុំតាជាស្ករស៊េរីពិសេសសម្រាប់បើតំណាងពាណិជ្ជកម្មណាទុកឲ្យខ្ញុំពីរគ្រាប់មកណាអាឆ្កែតាជីដារបស់អញណាដណ្ដើមស្ករពីតាកើតដែរស្អីគេនឹងព្រះអើយអ្នកម្នាងប្អូនធ្វើការងារសំណង់រាប់សិបឆ្នាំមកហើយមិនដែលឃើញប្លង់ដែលចម្លែកហើយអស្ចារ្យបែបនេះសោះជាន់ទី1ធ្វើជាផ្សារទំនើបជ្រើសរើសទំនិញដោយខ្លួនឯងជញ្ជាំងលាបពណ៌ក្រហមអែបដើម្បីជួយឲ្យឃ្លានអាហារចែកជា8តំបន់ទំនិញដូចជាគ្រាប់ធញ្ជាតិស្ករគ្រាប់គ្រឿងក្លែមសាច់ជ្រូកជាដើមទាំងអស់ត្រូវដាក់បង្ហាញលើធ្នើឈើច្រើនជាន់ទី2ធ្វើជាម៉ូដទាន់សម័យពណ៌ស្នឹងប្រផេះធ្វើផ្ទះបាយបើកចំហឃើញធ្លុះទាំងអស់ភ្ញៀវអាចមើលឃើញផ្ទាល់ភ្នែកថាគេធ្វើម្ហូបដោយរបៀបណាយកហើយគំនិតប្លែកនិងទម្លុះទម្លាយបែបនេះបើសិនជាសង់ចេញមកច្បាស់ជាល្បីល្បាញពេញផ្ទៃប្រទេសមិនខានកន្លះខែទោះបីមិនបានគេងក៏ប្អូនត្រូវតែធ្វើឲ្យចេញជារូបរាងជូនអ្នកម្នាងដែរពេលចុងភៅប្រញាប់ទៅផ្សារទិញដំឡូងមី200នាឡិកាមកយកមកកិនកំសៅនិងលាងឲ្យស្អាតរួចហើយធ្វើជាម្សៅដំឡូងមីអ្នកម្នាងម្សៅដំឡូងមីថោកនឹងអាចយកទៅធ្វើម្ហូបអីកើតទៅខ្ញុំចង់ធ្វើតែគុជដាំដំបងគេបង្អែកក្នុងប្រវត្តិសាស្ត្រព្រមទាំងទឹកកកឈូសផ្លែឈើស្រស់ទៀតផងជាន់ទី1លក់គ្រឿងក្រៀមនិងនំចំណីជាន់ទី2លក់តែគុជនិងបង្អែមនេះទើបជាម៉ាស៊ីនបោះពុម្ពលុយដ៏ពិតប្រាកដនៃផ្សារទំនើបផ្នែករចនានៃផ្សារទំនើបនិងហាងតែគុជរួចរាល់អស់ហើយព្រលឹងម៉ាកសញ្ញាដែលលក់ដាច់ត្រូវតែមាននិមិត្តសញ្ញាដែលគេមើលហើយមិនភ្លេចនិមិត្តសញ្ញាសំណាងនិងតួអង្គតំណាងដ៏អស្ចារ្យដូចជាសត្វកំប្រុក3ក្បាលនេះអញ្ចឹងត្រូវគូររូបមួយណាទៅណាអាចឆ្កែស្មោះនិងអាចឆ្កែឈរឲ្យត្រង់អង្គុយចុះទៅមុខទៀតអញជាមេពូហែងដឹងទេលេងឡប់អាតូចគួរឲ្យស្រឡាញ់ទាំងពីរនេះមិនក៏នៅក្បែរភូមិគ្រឹះទៀតមិនមែនថាយកទៅឲ្យជាងធ្វើទ្វារមើលហែចៅវាយចង់ឲ្យពួកវានៅក្នុងភូមិគ្រឹះដើម្បីឲ្យស្គាល់មនុស្សច្រើននឹងណាលេងហ្វឹងឯងពិតជាអ្នកនាំសំណាងរបស់ខ្ញុំហ្មងចៅវាយស្រីមានការអីមែនទេហាងអាហារសម្រន់យើងមានឈ្មោះហើយគឺឈ្មោះឆ្កែតូចពីរ
ពួកវាទាំងពីរនេះគឺជាវត្ថុនាំសំណាងដ៏អស្ចារ្យបំផុតក្នុងរជ្ជកាលតាយុនទ្រព្យសម្បត្តិហូរចូលដូចទឹកអញចាប់បានលៀបធំហើយវាយមុខមូលខ្លុំដូចបាល់ត្រចៀកស្រួចរួចហើយនេះហើយជាសញ្ញាសម្គាល់ដ៏ល្បីរបស់ហាងអាហារសម្រន់តាយុនយើង ឆ្កែតូចពីរចៅវាយស្រីអាស្មោះនឹងអះមុខកាច់សាហាវណាស់មិនក៏ចៅវាយស្រីគូចេញជាដុំបាយក៏អញ្ចឹង គេហៅថាគួរឲ្យស្រឡាញ់បែបប្លែកយល់អត់ស្គាល់ពាក្យការរៀបចំយុទ្ធសាស្ត្រពាណិជ្ជកម្មទេលេងហ្វឹងខ្នើខាងមុខសង់រោងឆាកធំមួយនៅខាងកើតក្រុងខ្ញុំចង់ធ្វើពិធីសម្ពោធផលិតផលថ្មីនិងជប់លៀងដ៏អស្ចារ្យមិនធ្លាប់មាននៅតាយុនអ្នកបុរាណចូលចិត្តកន្លែងអ៊ូអរណាស់លេងហ្វឹងឡើងទៅនិយាយតាមស្គ្រីបកម្មវិធីទំនើបដែលខ្ញុំបង្រៀនឯងជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាក្នុងរាជការតាយុនសូមស្វាគមន៍មកកាន់ពិធីសម្ពោធហាងអាហារសម្រន់ឆ្កែតូចពីរសូមគោរពអញ្ជើញកំពូលអ្នកក្លាហាននិងជាតំណាងផ្ដាច់មុខរបស់យើងលោកអគ្គសេនាប្រមុខស៊ូមកឡើងថ្លែងការណ៍ថ្ងៃនេះមានការប្រកាសផលិតផលថ្មីស្ករប្រយុទ្ធត្រជាក់បំពង់និងស្ករក្រូចឆ្មាជូរអែមឆ្ងាញ់ពិសាផ្លឹកដោយសេរីមិនគិតថ្លៃទេបងប្អូនព្រះឲ្យញ៉ាំមួយគ្រាប់ត្រជាក់ស្រឡះដល់ខួរក្បាលមកជូរអែមឈ្ងុយជក់ចិត្តឆ្ងាញ់ដូចស្ករស៊ុបអញ្ចឹងឆ្ងាញ់ស្រួលខ្លួនទេបងប្អូនតោះឥឡូវចូលដល់វគ្គកម្សាន្តសប្បាយទាំងអស់គ្នាអ្នកឈ្នះនឹងទទួលបានរង្វាន់ធំ3 2 1មើលមកខាងនេះអ្នកទាំងអស់គ្នាជ័យលាភីលេខ1ទទួលបានកញ្ចប់លេខ2ទទួលបានកញ្ចប់ស្ករគ្រាប់ចំណែកលេខ3ទទួលបានបដូរតែដោះគោហ្វ្រេមួយសន្លឹកកន្លះខែទៀតហាងសាខាយើងនៅរាជធានីនឹងបើកទ្វារអាចយកបាននេះទៅបដូរបានលោកប្រុសតែដោះគោជាស្អីទៅរងចាំមើលចុះនេះហើយជាអ្វីដែលខ្ញុំចង់បានបន្តទៀតនេះរៀបចំទទួលស្វាគមន៍ភេសជ្ជៈដ៏អស្ចារ្យបំផុតក្នុងរជ្ជកាលតាយុនតើអ្វីទៅជាតែដោះគោវាជាភេសជ្ជៈទើបហូបមួយកែវជាប់ចិត្តហូបពីរោដែលជក់មាត់ដកចិត្តមិនរួចមានក្លិនតែឈ្ងុយនិងទឹកដោះគោរលូនឆ្ងាញ់ថែមទាំងមានគ្រាប់គុជខ្មៅស្កេកស្កះស្ទួយផ្អែមឆ្ងាញ់ទៀតផងកន្លះខែទៀតរងចាំផ្លឹកទាំងអស់គ្នាណាអ្នកទាំងអស់គ្នាមិនត្រឹមតែមានតែដោះគោទេណាបន្ទាប់មកទៀតគឺជាវគ្គកែប៊ូមចុងក្រោយការចាប់ឆ្នោតផ្សងសំណាងរង្វាន់ពិសេសមានតែមួយគឺបានសាច់ប្រាក់តម្លៃ20តម្លឹងបានទិញអាហារសម្រន់ហាងស៊ូលោកប្រុសចុះបានសាច់ប្រាក់នឹងជាស្អីបានសាច់ប្រាក់គឺប្រើជំនួសប្រាក់សុទ្ធកន្លះខែទៀតហាងអាហារសម្រន់ឆ្កែតូចពីររបស់យើងនឹងបើកសម្ពោធយកបាននេះទៅអាចទិញអីវ៉ាន់បានភ្លាមចង់ទិញអីក៏បានដែរខ្ញុំចាប់បានរង្វាន់ពិសេសហើយ20តម្លឹងប្រាក់ម្ហូបអាហារមួយគ្រួសារខ្ញុំមួយឆ្នាំបានសម្រេចហើយហើយនេះគេហៅថាយុទ្ធសាស្ត្រពាក់ចិត្តអតិថិជនកន្លះខែទៀតពេលបើកសម្ពោធផ្សារទំនើបអាហារសម្រន់យើងនឹងកើនប្រជាប្រិយភាពខ្លាំង